បាទប្រិយមិត្តជននីតិមេត្រីបាទវត្តមានបង្គោលខៀវបានឡើងមកកាន់សង្វេនហើយជាបន្តសូមស្វាគមន៍បង្គោលក្រមគុណvà dấu sĩ của anh là Long Chích Cha. Anh cần 70 kg này. Long Chích Cha. Giáp đỏ. Long Chích Cha người Cambodia và Kubila បាទកម្លាំងមិនធម្មតាទេឡៅចត្រាបាទមកមុខស្គត់សង្គមបាទស្ងួតស្ងួតបាទប៉ុន្តែវាយកាយចាបងប្អូនមកមុខស្គត់ប៉ុន្តែវាយកាយចង់ឃើញឡៅចត្រាកាយទេបងប្អូនចង់ឃើញអត់សូមសម្លេងគាំទ្រឡៅចត្រាមួយបងប្អូនអូតែប៉ុណ្ណេះកាយទាំងទឹកទី1ប្រិមត្តសកម្មជននីតិមេត្រីសូមណែនាំសមត្ថភាពអង្គុលក្រហមអាយុ26ឆ្នាំកម្ពស់1.75 ម៉ែត្របទពិសោធន៍នៅក្នុងការប្រកួតលើសង្វៀន80ដងឈ្នះ70ចាញ់5ស្មើ5ក្នុងនោះគូដៃគូប្រកួតឲ្យសម្រាប់ដល់បបការប្រកួតចំនួន20ដងលោកស្រីនៃនាងកញ្ញាដើម្បីស្វាគមន៍មកក្រហមគុណខ្មែរលោកចិត្រា Introducing the blue corner. He is 28 years old and 70 kilograms. In his fighting 38 time with 27 win, 9 loss, 2 draw, and 5 knockout. Excellency, ladies and gentlemen, welcome the blue corner from France, Kubila. Lai Chatra dan Mahacut Bijung Tatang Kot Perkut Berceng Chiết Lọc Chinamoni Manda Alhir Rahas Hir Kota Yak Lei Prahok Chwei Và Yak Lei Prahok Chwei Padaya Mà bay Khang Chwei Bọc Bọc Nó Cư Chwốt Lướt Các ảnh Kèm Rong Yak Prahok Chwei Ngày đấy Bạc Mà Ông Senang Mô Bị Dông Panan Và Karena Tới Và Chăm Mơn Dan Dalam Sai Kewak Trước cái cùng Khmer thì bùng nổ và từ trongประเภทกระพุ้ง70 kg យើងឃើញថា Kubila បងពីបារាំងអាយុ28ឆ្នាំប្រកួតក្នុងចំណោមជ័យជំនះ27ដងធ្លាប់ដួលគូប្រកួតឲ្យចន្លោះ9ដងមានដំណឹងមួយជូនដល់បងប្អូនដែលជាមហាជនអតិថិជនបាទរបស់ក្រុមហ៊ុនខ្មែរ Beverages នៅក្នុងឱកាសអបបចូលឆ្នាំថ្មីប្រពៃណីចិត្តខាងមុខនេះបាទភេសជ្ជៈពើកម្លាំងកម្ពុជានឹងមានអ្វីពិសេសជូនដល់អតិថិជនពិសាភេសជ្ជៈពើកម្លាំងកម្ពុជាកុំភ្លេចណាបាទកុំភ្លេចរកមើលរូបបំសាយឬរូបអាំងប៉ាវនៅក្រោមក្រវិលកំប៉ុងបំសាយអាំងប៉ាវឯងគឺជាកាដូបាទដល់បងប្អូនបាទភេសជ្ជៈពើកម្លាំងកម្ពុជាពេលទៅចាក់បើកម្លាំងកម្ពុជាផលិតផលខ្មែរកម្លាំងខ្មែរនិយាយពី10លានវិញបងប្អូន10លានដែលបើទៅធ្វើយកបាន10លានដែលហាំងពីយកបានហើយជឿលួយយកបានមិនបាទ10លាននៃតម្លៃខ្លួនណាតម្លៃខ្លួនផ្សេងនេះគឺថាឈ្នះបានខ្សែក្បាត់លើអង្គការយើងពេលថៃពីលើចូលឆ្នាំចិត្តបាទសបាយបាទដើម្បីឲ្យកីឡាករបានមានកម្លាំងចិត្តហើយទឹកប្រាក់នោះគឺនឹងផ្ទេរចូលគណនីធនាគារជីកមករបស់កីឡាករ Và
của trận đấu đã được bắt đầu. Trận đấu sẽ có 3 hiệp, mỗi hiệp sẽ là 3 phút và có 1 phút nghỉ giữa giờ. Sự kiện phổ biến về lại trận đấu vẫn quyết định những đòn đánh trong thì hai đội sẽ tiến về góc đài của mình để cởi dây đeo, cởi lá cờ, cởi áo trong trang phục quân cục ở trần và mang bóng. Và đây là chiếc đài vô địch danh giá trong trận đấu này.ហើយសូមជម្រាបថាបន្ទាប់ពីគូនេះទៅបងប្អូននៅសល់ការប្រកួតជាបន្តទៀតនៅក្នុងការប្រកួតប្រជែងកីឡាករកីឡាការីមកពីប្រទេសទាំង20ទូទាំងពិភពលោកបាទចាក់ក្រុមត្រៀមរងពេលប្រកួតចំណែកកម្ពុជាជាគូទី6គឺជាគូរំដាប់ខ្សែក្បាច់ពិភពលោកកម្ពុជាបារាំងទី1 round 1ទី1បន្ទូលក្រហមចាត់ការរបស់កម្ពុជាបន្ទូលជើងគូវីឡារបស់បារាំងហើយគូវីឡាពេលដល់ជើងទៅដល់ប៉ុស្តិ៍ពេលដៃខ្សែក្បាច់ទៅតាំងមកលើគាត់ថាជើងខ្លាំងមួយបាទទៅស្រុកបារាំងគាត់ពេលអ្នកណាមួយចិត្តនឹងប្រជាគូវីឡារៀបប្រហារទៅជើងម្នាក់គាត់ដល់ទៅគូវីឡាស្ទើរគាត់ក្រោមទៅវិញអ្នកណាក៏ហើយជួយដល់ណាចូលមកមកចូលរោងបានហើយគូវិឡាមួយតែ4បាទគូយកតែចូលមកវិញចូលពីចាំហើយចាំមកគូវិឡាឡើងតាមកោហើយមានតែអត់ចាំអាការវិឡាទៅបាយទៅទីនេះអូមិនធម្មតាទេបាទគូចាំរំតែកីឡាករណាពេលទៅជឿព្រះអាចជឿទៅបាយមកបាទរំពីមកYes, I'm going to do each of that. He's not in front, I told him, I'm trying to get them. And then we have to put away the ball. Oh, he's got to put away the ball. It's not going to get pretty good. Right, put away the ball. Robot, put it out. Put it in the camera, right? Put it in the camera, half down, put it in the camera, good. But put it in the camera, put it in the camera. Look like I'm going to go. Put it out. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những
គឺភេទជ្ជៈបើដំណាំកម្ពុជាจะចូលដំណាំចិននេះក៏គួរអាចឆាយចូលបាទមើលរូបមកសាយនិងរូបខាងបាវឥឡូវយើងមកមើល LED ដែរវិញបាទមើលរូបវិឡារូបបាច់គាត់ចន្ទ្រាចូលខុសអាចឆ្វេងពុកអាកែងស្ដាប់នោះចូលដៃទៅគឺគាត់ជាប់មកតែឯងឆ្វេងបាត់ដៃទៅពុកអាកែងមកគឺមានទៅមានមកទេបារាំងគូវិឡានេះបងប្អូនបាទដែលជាជើងខ្លាំងមួយបាទមកពីប្រទេសបារាំងហើយកីឡាករសុទ្ធតែអាជីពមកពីតាមបណ្ដាប្រទេសផ្សេងៗមានហ្វីលីពីនមានបារាំងមានអាល្លឺម៉ង់មានអង់គ្លេសមានអេស្ប៉ាញមានអ៊ុបេគីស្ថានមានអ៊ីរ៉ុបវៀតណាមឥណ្ឌូនេស៊ីម៉ាឡេស៊ីឥណ្ឌានេប៉ាល់បាទក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ជើងឯកគុណខ្មែរនៃពិភពលោក Dia itu tinggal sekenal. Jangan itu kemarin ikuti bermutu di Kurunan Sangkuat di Pondok Kampuchea Barat. TV Round 2. Di peringkat sebenarnya baik semuanya. Kumina berkumpul kumpulan. Lalu kita berkumpul dia. Baik kita dalam tanggung kumpulan kumpulan kumina. Công lăng còn được tập viên lo đôi khi này ở đây bắt to cao cũng được tập viên làm được cái gì chẳng ra được ra rồi ngồi làm được thôi kẻ thôi làm thôi đi phụ thành và Trung Quốc làm cả cuối rồi ông cố được sai việc được bao nhiêu việc nhà ta có được ra không là chật ra không chơi mà đây cũng xa sai thiên không là cho kia vào rất là kia cho cuộc đời mình cho cuộc đời mình chơi cái gì cha một chân hoặc một chân để không chơi chân ra nó không bắt được quay cũng mới đâu nó không quay kia là các bạn làm cái là các bạn cho nó để con quay thằng bò chơi để nó lại rồi chơi làm gì đây bất công nào mà bất công nào chô bài người Việt Nam bố là con cao đây tôi được đi làm cho con Việt Nam ở đây mình ra chân ra cho TV đó TV con ông đó chả phải đi Việt Nam bố bị là bất công là chân ra và là trong rốt tất cả ai rốt tại là có thể so một mình phải cho một man chạy cùi lá một thằng đá bây giờ là bóng cuối con một con vô còn và đi học thế mà đi thằng đá bay từ lò chẳng cứ nhắc luôn cái là cô mà anh bia ở khu là còn thì cứ một con cuối và từ lại có thể mà ráng và rất là không phải thì cảผมว่าเวลาโตที่การสินค้าเราเป็นซัพพลายรู้จักเป็นซัพพลายมันมีสลับกันอยู่ฝ่ายนี่อะไรเนี่ยช่วยซัพพลายช่วยไม่โตช่วยคิดช่วยนั่น
อะไรมาเจอทั้งรองจัวvà cho kia mà ra tiếp sọ cái cầm đi bằng chùaเลยเดว่าแบบนึกขึ้นมานึกขนาดกับกระดาษแบบคุณขึ้นมาตรงนี้สุภาพโจมกุกเป็นยังแต่โอ้ยมันคิดจะมาช่วยดีกว่ากูเวลาตัวแต่ตรงรับแรงแบบดีเดี๋ยวเด็กเอาเกิดที่ไปเว็บบริษัทแต่ทีเดียวออกห้องไม่รู้เดินขนมพนักงานในการประกวดประกาศชื่อเรื่องชื่อไงคุณคลายเป็นของโรงงานปีวันออกไปนานแต่คุณไทยจบดีมาเพื่อประเทศจูกับคุณประเทศ United Integral Signal. Selain pada jitu di temui itu jitu dan saya bagi pemulung yang puji makan. Tapi bayu jitu apa itu? Mana orang? tại ở đây nó cù đi mà người ta barang kumila ni thầm na và tục tuần bán việc của mà thì mà tôi bị chết là mình con thì đi tới từ sau là ca tôi chỉ mình con tiền là sau ca tôi chỉ mình con tiền
ដែលមានកីឡាករកីឡាការីមកពីបណ្ដាប្រទេសផ្សេងៗមកចូលរួមប្រកួតប្រជែងចឹងដណ្ដើមខ្សែក្រវ៉ាត់ជើងឯកពិភពលោក70គីឡូក្រាមបងប្អូនខ្ញុំសូមតែនិយាយបងប្អូនដែលគ្រប់គ្រងបង្គោលគៀវសូមសំលេងផ្ទះដៃមួយបាទបងប្អូនដែលគ្រប់គ្រងបង្គោលក្រហមសូមសំលេងមួយដែរបាទលទ្ធផលបានដឹងនាពេលបន្តិចទៀតនេះគណៈចៅក្រមកំពុងតែបុកស្រោបបន្ទុកពីចៅក្រមទាំង5រូបបានដែលគណៈវិនិច្ឆ័យលោកនឹងផ្ដល់លទ្ធផលតើម្ចាស់ខ្សែក្រវ៉ាត់គុណខ្មែរពិភពលោកក្នុងប្រភេទទម្ងន់70គីឡូក្រាមបានទៅកីឡាកររូបណាខ្ញុំបាទសូមធ្វើការប្រកាសជាបន្តបន្ទាប់ទៅតាមលទ្ធផលពីចៅក្រមទាំង5រូបចៅក្រមទី1ផ្ដល់បន្ទុក29ទល់នឹង28ក្រហមចៅក្រមទី2ផ្ដល់បន្ទុក29ទល់នឹង28ក្រហមចៅក្រមទី3ផ្ដល់បន្ទុក60ទល់នឹង57ខៀវចៅក្រមទី4ផ្ដល់បន្ទុក29ទល់នឹង28ខៀវចៅក្រមទី5ផ្ដល់បន្ទុក29ទល់នឹង25មិនឯកច្ឆន្ទ3-2ជ័យជំនះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោក70គីឡូក្រាមបានទៅលេងបង្គោលគៀវបាទមិនធម្មតាទេបាទកីឡាករបារាំងគូប៊ីឡាដែលអាចទទួលជ័យជំនះយ៉ាងប្រភពប្រផាយនៅក្នុងការប្រកួតនេះខ្ញុំបានមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តមបណ្ឌិតមានរាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានផ្ដល់កិត្តិយសក្នុងការបំពាក់ខ្សែក្រវ៉ាត់បាទទៅដល់កីឡាករបារាំងគូប៊ីឡាអូយបាទប្រធានបន្ទុកគ្នាមែនទែនតែក្រុមដែលបានផ្ដល់បន្ទុកជ្រើសចែកដោយកណ្ដាលកិច្ចការបាទ3ទល់នឹង2មានទៅមានមកមានទៅមានមកបាទនេះមានជ្រះប្រចាំធម្មតាកីឡាបាទហើយសូមជម្រាបជូនថានៅមានការប្រកួតជាបន្តបន្ទាប់ទៀតក្នុងរាត្រីនេះបន្ទាប់ពីពិធីបំពាក់ខ្សែក្រវ៉ាត់ហើយនេះបាទឥឡូវខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោកបាទបានមកដល់ដៃប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិឯកឧត្តមបណ្ឌិតមានរាហើយបាទការស្កាត់មកតាំងពីប្រទេសបារាំងក៏បានមកប្រកួតប្រជែងអស់ពីលទ្ធភាពក្នុងការប្រកួតបីទឹកជាថ្មីម្ដងទៀតបាទនេះជាខ្សែក្រវ៉ាត់ជើងឯកគុនខ្មែរពិភពលោក70គីឡូក្រាមបំពាក់ដោយប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិសូមអបអរសាទរជាថ្មីម្ដងទៀតដល់ជើងឯកពិភពលោក70គីឡូក្រាមមកពីបារាំងគូប៊ីឡាបាទអរគុណដល់វីឡាពាក់ផងស្ពាយផងបាទដើម្បីថតឲ្យបានច្រើនប៉ុស្តិ៍បាទអរគុណដល់អ្នកដឹកនាំមកបាទដែលបានជួយបាទបង្ហាត់បង្ហាញជាពិសេសគឺការ